សូមជួយសៀចេញជាបន្ទាន់ព័ត៌មានថ្មីក្តៅទើបតែចេញអំបញ្ញមិញនេះថៃមានគម្រោងផែនការដើម្បីធ្វើទង្វើនឹងសកម្មភាពខុសច្បាប់នៅលើទឹកដីរបស់កម្ពុជាទៀតហើយនាថ្ងៃទី20ខែសីហាឆ្នាំ2026ប្រទេសថៃបានប្រកាសជាផ្លូវការនៅផែនការបន្តពង្រីកបណ្ដាញអគ្គិសនីជាតិរបស់ខ្លួនចូលទៅកាន់តំបន់ព្រំដែនចំនួនប្រាសាទតាក្របីប្រាសាទតាមាន់ធំនិងតំបន់ភ្នំ350នៅដើមឆ្នាំ2027ដែលសកម្មភាពនេះកំពុងតែបង្កឲ្យមានការតវ៉ាយ៉ាងខ្លាំងក្លាពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាមជ្ឈមណ្ឌលព័ត៌មានរួម JIC របស់ថៃបានសង្កត់ធ្ងន់និងពិពណ៌នាអំពីគម្រោងពង្រីកបណ្ដាញថាមពលនេះថាគឺជាផ្នែកមួយដ៏សំខាន់បំផុតនៃអធិបតេយ្យភាពនិងសន្តិសុខជាតិរបស់ខ្លួននៅក្នុងដំណើរទស្សនកិច្ចផ្លូវការកាលពីថ្ងៃទី20ខែសីហាឆ្នាំ2026លោកឧត្តមសេនីយ៍ឯកប្រាផាសុនឆៃឌីជំនួយការអគ្គមេបញ្ជាការកងទ័ពអាកាសនិងជានាយក JIC របស់ថៃទទួលបន្ទុកអំពីស្ថានភាពថៃកម្ពុជាបានចុះទៅដល់តំបន់ប្រាសាទតាក្របីប្រាសាទតាមាន់ធំនិងតំបន់ភ្នំ350ដើម្បីវាយតម្លៃស្ថានភាពទូទៅនិងទទួលយកព័ត៌មានបច្ចុប្បន្នភាពពីបុគ្គលិកយោធាដែលកំពុងតែចូលជើងនៅតាមតំបន់ព្រំដែនលោកបានបញ្ជាក់ថាគោលនយោបាយផ្លូវការរបស់រដ្ឋាភិបាលថៃនៅក្នុងការតភ្ជាប់បណ្ដាញអគ្គិសនីមកកាន់តំបន់ទាំងអស់នេះគឺដើម្បីផ្គត់ផ្គង់ថាមពលទៅដល់កងទ័ពជួរមុខឲ្យបានសម្រេចនៅដើមឆ្នាំ2027លោកបានបន្ថែមទៀតថាការនាំយកប្រព័ន្ធអគ្គិសនីនិងប្រព័ន្ធគាំទ្រចាំបាច់ផ្សេងៗទៀតមកកាន់តំបន់ជួរមុខនឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការយោធាប្រព័ន្ធទំនាក់ទំនងនិងការពារសុវត្ថិភាពព្រមទាំងបង្កើនគុណភាពជីវិតរស់នៅរបស់កងទ័ពថៃឲ្យកាន់តែប្រសើរឡើងលោកឧត្តមសេនីយ៍ឯកប្រាផាសុនឆៃឌីបានថ្លែងទៅកាន់កងទ័ពជួរមុខថាការបញ្ជូនប្រព័ន្ធអគ្គិសនីនិងហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់មកកាន់តំបន់ដាច់ស្រយាលទាំងនេះគឺជាការបញ្ជាក់យ៉ាងច្បាស់ប្រាប់ទៅដល់កងទ័ពដែលកំពុងតែបម្រើការថាតំបន់ព្រំដែនមិនមែនជាកន្លែងដែលត្រូវបានបំភ្លេចចោលនោះទេហើយអ្នកឈរជើងនៅជួរមុខក៏មិនត្រូវបានគេបោះបង់ចោលនោះឡើយលោកនាយក JIC រូបនេះបានសង្កត់ធ្ងន់បន្ថែមទៀតថាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីដែលមានស្ថិរភាពនិងភាពជឿជាក់បានគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់តំបន់ព្រំដែនដាច់ស្រយាលដើម្បីទ្រទ្រង់ទៅនឹងប្រតិបត្តិការសន្តិសុខយោធានិងជីវភាពរស់នៅប្រចាំថ្ងៃរបស់កងទ័ពថៃនៅក្នុងកំឡុងពេលទស្សនកិច្ចនោះរូបលោកបានសម្ដែងនៅការសរសើរយ៉ាងជ្រាលជ្រៅចំពោះស្មារតីវិន័យការតស៊ូការទ្រាំការលះបង់និងវិជ្ជាជីវៈខ្ពស់របស់កងទ័ពថៃដោយលោកបានលើកឡើងថាកងទ័ពទាំងអស់នេះមិនត្រឹមតែបំពេញភារកិច្ចការពារទីតាំងឈរជើងរបស់ខ្លួនប៉ុណ្ណោះទេប៉ុន្តែថែមទាំងការពារនូវអធិបតេយ្យភាពជាតិនិងសុវត្ថិភាពសាធារណៈរបស់ប្រទេសថៃទាំងមូលផងដែរទាក់ទិនទៅនឹងស្ថានភាពការទូតនៅតាមបណ្ដោយព្រំដែនលោកបានបញ្ជាក់បន្ថែមទៀតថាអាជ្ញាធរថៃនៅតែបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់បំផុតនិងបានបដិសេធនៅព័ត៌មានដែលគ្មានការផ្ទៀងផ្ទាត់ដោយអំពាវនាវឲ្យផ្អែកទៅលើការពិតជាក់ស្ដែងដើម្បីជៀសវាងការបង្កើតនូវភាពតានតឹងឬក៏ការយល់ច្រឡំដែលមិនចាំបាច់រវាងប្រទេសទាំងពីរទោះបីជាយ៉ាងណាក៏ដោយលោកប្រផាសបានអះអាងថាប្រទេសថៃតែងតែប្រកាន់នូវជំហរចង់បានសន្តិភាពនិងមិនប្រាថ្នាចង់ឲ្យស្ថានភាពនៅតាមបណ្ដោយព្រំដែនរីករាលដាលទៅជាចំនួនប្រដាប់អាវុធធ្ងន់ធ្ងរនោះឡើយលោកបានសង្កត់ធ្ងន់ថាសន្តិភាពត្រូវតែដើរទន្ទឹមគ្នាយ៉ាងម៉ឺងម៉ាត់ជាមួយនឹងការការពារអធិបតេយ្យភាពសុវត្ថិភាពសាធារណៈនិងផលប្រយោជន៍ជាតិរបស់ថៃប៉ុន្តែសកម្មភាពនៃការរៀបចំនិងពង្រីកបណ្ដាញអគ្គិសនីជាឯកតោភាគីរបស់ប្រទេសថៃចូលមកកាន់តំបន់ព្រំដែនទាំងនេះមិនមែនជាលើកទី1នោះទេខណៈដែលកាលពេលកន្លងទៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដាឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ភាគីថៃក៏បានលួចលាក់និងព្យាយាមតបណ្ដាញអគ្គិសនីជាតិរបស់ខ្លួនចូលមកលើដែនអធិបតេយ្យរបស់កម្ពុជាម្ដងរួចទៅហើយរហូតធ្វើឲ្យកម្ពុជាចេញមុខតវ៉ាយ៉ាងខ្លាំងក្លាប៉ុន្តែទោះបីជាមានការតវ៉ាជាផ្លូវការនិងទាមទារឲ្យបញ្ចុះពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងណាក៏ដោយក៏ភាគីថៃនៅតែបន្តរំលោភបំពាននិងបន្តសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធានិងប្រព័ន្ធអគ្គិសនីនៅលើដីកម្ពុជាដោយមិនក្រែងញញើតច្បាប់អន្តរជាតិបន្តិចសោះឡើយឆ្លើយតបទៅនឹងអំពើរំលោភបំពានដែនអធិបតេយ្យភាពជាបន្តបន្ទាប់នេះក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី10ខែសីហាឆ្នាំ2026ក៏បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការដើម្បីធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងជាមួយនឹងប្រទេសថៃចំពោះការបន្តការរំលោភបំពានទៅលើដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាយ៉ាងធ្ងន់ធ្ងរ
នៅក្នុងសេចក្តីថ្លែងការណ៍នោះរាជរដ្ឋាភិបាលកម្ពុជាបានគូបញ្ជាក់ថាកាលពីថ្ងៃទី6 ខែសីហាឆ្នាំ2026កន្លងទៅកងកម្លាំងប្រដាប់អាវុធថៃបានបន្តសាងសង់លេនដ្ឋានយោធាថ្មីៗដោយបានរំលោភចូលយ៉ាងជ្រៅទៅក្នុងដែនដីកម្ពុជានៅក្នុងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដាឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់បន្ថែមលើពីនេះកាលពីថ្ងៃទី7 ខែសីហាឆ្នាំ2026ដូចគ្នារដ្ឋាភិបាលថៃថែមទាំងបានប្រកាសជាសាធារណៈនៅផែនការគម្រោងពង្រីកបណ្ដាញអគ្គិសនីជាតិរបស់ខ្លួនចូលមកកាន់តំបន់ប្រាសាទតាក្របីនិងតំបន់ភ្នំ333កម្ពុជាបានចាត់ទុកសកម្មភាពអភិវឌ្ឍយោធានិងការតភ្ជាប់ធម្មពលអគ្គិសនីទាំងអស់នេះថាគឺជាការព្យាយាមពង្រីកនៅការកាន់កាប់ដែនដីកម្ពុជាដោយខុសច្បាប់និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើកាតព្វកិច្ចរបស់ថៃក្រោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ស្ដីអំពីខណ្ឌសីមានិងការកំណត់ព្រំដែនគោករាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់យ៉ាងម៉ឺងម៉ាត់ប្រឆាំងជាមួយការរំលោភបំពានកាន់តែខ្លាំងឡើងពីសំណាក់កងទ័ពថៃហើយបានបញ្ជាក់ឡើងវិញនៅជំហរដាច់ខាតរបស់ខ្លួនថាតំបន់ចំនួនដែលបានរៀបរាប់ខាងលើគឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពពេញលេញនៃព្រះរាជាណាចក្រកម្ពុជាជំហរច្បាស់លាស់របស់កម្ពុជាគឺផ្អែកទៅលើការកំណត់យ៉ាងត្រឹមត្រូវនៃផែនទីខ្នាត1លើ200,000ដែលត្រូវបានបង្កើតឡើងដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀមអនុវត្តតាមអនុសញ្ញាបារាំងសៀមឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាក៏បានរំលេចផងដែរថាសកម្មភាពអនាធិបតេយ្យរបស់យោធាថៃគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើប្រការ5នៃអនុសារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលថៃស្ដីអំពីការវាស់វែងនឹងខណ្ឌសីមាព្រំដែនគោក MOU 2000ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី14 ខែមិថុនាឆ្នាំ2000បន្ថែមលើពីនេះសកម្មភាពថៃក៏បានល្មើសទៅលើចំណុចទី1ស្ដីពីវិធានការកាត់បន្ថយភាពតានតឹងនៃសេចក្តីថ្លែងការណ៍រួមនៅក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី3នៃគណៈកម្មាធិការព្រំដែនទូត GBC កាលពីថ្ងៃទី27 ខែធ្នូឆ្នាំ2025ផងដែរជាថ្មីម្ដងទៀតរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថាកម្ពុជាដាច់ខាតមិនទទួលស្គាល់នៅខ្សែបន្ទាត់ព្រំដែនឬក៏ការទាមទារដែនដីណាមួយដែលត្រូវបានអះអាងដោយឯកតោភាគីពីសំណាក់ប្រទេសថៃនោះឡើយកម្ពុជាបានសង្កត់ធ្ងន់ថារាល់សកម្មភាពរំលោភបំពាននិងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធខុសច្បាប់របស់ប្រទេសថៃនឹងមិនអាចប៉ះពាល់ឬក៏ធ្វើឲ្យខូចខាតទៅដល់សិទ្ធិផ្លូវច្បាប់និងជំហរផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជាទាក់ទងទៅនឹងព្រំដែនអន្តរជាតិបានឡើយកម្ពុជាបានជំរុញនិងទាមទារយ៉ាងទទូចទៅដល់ភាគីថៃឲ្យបញ្ឈប់ជាបន្ទាន់នៅរាល់សកម្មភាពរំលោភបំពានទាំងអស់នៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើព្រមទាំងតំបន់ផ្សេងទៀតដែលកងទ័ពថៃបានចូលមកកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីឆ្នាំមុនមកដើម្បីបន្ធូរបន្ថយភាពតានតឹងបង្កើតទំនុកចិត្តគ្នាទៅវិញទៅមកនិងសម្រួលទៅដល់ការដោះស្រាយជម្លោះដោយសន្តិវិធីកម្ពុជាបានបន្តអះអាងអំពីការបដិញ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការដោះស្រាយរាល់វិវាទព្រំដែនជាមួយនឹងប្រទេសថៃក៏ដូចជាប្រទេសជិតខាងទាំងអស់ដោយផ្អែកទៅលើមធ្យោបាយសន្តិភាពស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីដោយប្រកាន់ជំហររឹងមាំថាខ្សែព្រំដែនមិនអាចត្រូវបានកែប្រែដោយការប្រើប្រាស់កម្លាំងបាយបាត់ឡើយបងប្អូនប្រិមិត្តទស្សនិកជនជាទីគោរពរាប់អានអញ្ចឹងបងប្អូនស្ដាប់មិនច្រឡំទេគេនិយាយពេញមាត់ហើយថាផែនការនៃការរៀបចំតបណ្ដាញអគ្គិសនីជាតិថៃចូលទៅកាន់តំបន់ប្រាសាទតាក្របីប្រាសាទតាមាន់ធំនិងភ្នំ350នេះថាដើម្បីផែនការនៃការពារដែនអធិបតេយ្យភាពរបស់គេផ្ទាល់តែម្ដងដូច្នេះវាសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថាយោធាថៃចាត់ទុកតំបន់ទាំងអស់នោះគឺជាទឹកដីរបស់ពួកគេហើយដែលនេះគឺជាទង្វើនិងពាក្យសម្ដីរំលោភច្បាប់អន្តរជាតិយ៉ាងក៏ក្លឿនជាទីបំផុតដែលមិនអាចលើកលែងបានឡើយអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់កុំភ្លេច Subscribe Channel ចុងនឹងទេម្នាក់មួយដើម្បីទទួលបានព្រឹត្តិការណ៍ព័ត៌មានជាបន្តបន្ទាប់នៅក្នុងវីដេអូក្រោយសូមជម្រាបលា